គាត់ធ្វើជំរុញឲ្យរដ្ឋាភិបាលដាក់ប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិនិងយុត្តិធម៌អន្តរជាតិគឺ ICC និង ICJ ចុះអាភ័ព្វអីក៏អាភ័ព្វម៉េចប្រជាប្រដ្ឋខ្មែរយើងអារឿងគេរំលោភបំពានយើងគេវាយយើងបាក់ថ្មិញអ្នករងគ្រោះបាក់ថ្មិញអស់ពីមាត់គេលួចទ្រព្យសម្បត្តិអស់ទៀតអត់ព្រមប្តឹងមកឲ្យអ្នកចិត្តខាងគ្នានាំគ្នាធ្វើបាតកម្មដើម្បីសុំវរអីនាំគ្នាប្តឹងទៅអីដើម្បីឲ្យគេសងយើងវិញអីសុំវរអ្នកផ្ទះនោះគេថាអត់ទេយើងដោះស្រាយចរចាសិនអត់មានមកវរអីទេបាក់ថ្មិញបាក់អីគេលួចមែនប៉ុន្តែតិចទៀតទៅគេអាចឲ្យមកវិញអាថ្មិញហ្នឹងតិចទៅវាដោះមកវិញអញ្ចឹងស្រាយសិនខ្លាចគេវាយបាក់ថែមអស់មួយក្រាស់ទៀតហើយចឹងគ្នាអ្នកចិត្តខាងថាអត់ទេបើយើងមិនព្រមប្តឹងគេអញ្ចឹងយើងមិនបានអីមកវិញទេសុំវរខ្ញុំវាថាំចិត្តដែរព្រោះស្រឡាញ់គ្នាយើងអ្នកចិត្តខាងប្តឹងអត់ប្តឹងឥឡូវចូលដល់ធរហ្នឹងហើយនេះអ្នកនៅកូរ៉េហ្នឹងគ្នាខំប្រឹងអញ្ចឹងបាតកម្មសុំឲ្យតឡាសុំឲ្យកម្ពុជាវរកម្ពុជាប្តឹងដើម្បីបានដីខ្មែរមកវិញសាកគិតមើលតែយើងកំសត់ប៉ុណ្ណាបងប្អូននេះបង្ហាញថាកម្ពុជាអស់មានអីពឹងហើយប្រជាប្រដ្ឋខ្មែរអស់អីពឹងអាលីងហ្មងព្រោះយើងសង្ឃឹមលើរដ្ឋាភិបាលហើយរដ្ឋាភិបាលអត់ធ្វើដើម្បីយើងអញ្ចឹងមានតែបាតកម្មសុំវរឲ្យគាត់ប្តឹងទៅអីចាំមានអីទៅធ្វើកើតបើនៅស្រុកខ្មែរអត់មានគណៈបកប្រឆាំងដែលបោះឆ្នោតទៅដើម្បីកោះហៅនាយករដ្ឋមន្ត្រីកោះហៅរដ្ឋមន្ត្រីអីមកបំភ្លឺហេតុអីបានអត់ប្តឹងឬក៏យ៉ាងហោចណាស់គណៈបកប្រឆាំងនៅស្រុកខ្មែរដាក់ប្តឹងខ្លួនឯងឥឡូវអត់មានកសំលេងនៅបន្តិចបន្តួចកវែកកឆ្នាំងតែហ៊ានអញ៉ៃហ្នឹងគេរំលាយចោលទៀតយល់លេះថាជ្រៀតជ្រែកកិច្ចការនយោបាយស្អីហ្នឹងគេចាប់ដាក់គុករំលាយចោលទៀតដូច្នេះគ្នាអត់ហ៊ានធ្វើអីទាំងអស់បាទអញ្ចឹងឃើញក្រុមបាតកោហ្នឹងហើយខ្ញុំក៏សរសើរក្រុមខ្មែរយើងប្រជាប្រដ្ឋខ្មែរយើងនៅទីក្រុងសេអ៊ូលមិនតែបណ្ដាលចោលខ្មែរបងប្អូនខ្ញុំអានេះហើយដែលជាការលើកទឹកចិត្តឲ្យខ្ញុំចេះតែបន្តបងប្អូនយុវជនខ្មែរយើងដូចនៅកូរ៉េអញ្ចឹងអត់ដែលអ្នកណាសបាយផាធីជប់លៀងស្រាបៀអីណាប៉ោឡែអីទៅគេតែខ្លួនឯងហ្នឹងទាំងភ្លៀងទាំងអីទាំងថ្ងៃក្តៅហ្នឹងក៏ទៅបាតកម្មដើម្បីឲ្យប្តឹងទៅបានដីមកយើងវិញដើម្បីឲ្យគេសងយើងវិញដើម្បីយកថៃទៅផ្ដំទាទោសហើយក្នុងពេលហ្នឹងក៏លើកបដាឲ្យគេដោះទោសមនសិការចលនាមេដាធម្មជាតិទាំង5នាក់សុនស្រនឬក៏ស្អីហ្នឹងគឺថាគាត់គិតគូររហូតនេះហ่ะគឺជាក្តីសង្ឃឹមបើសិនជាយុវជនជាមេដឹកនាំប្រទេសឬក៏ជាអ្នកគ្រប់គ្រងក្រសួងមន្ទីរណាមួយមិនដឹងប្រជាពលរដ្ឋខ្មែរមានភ័ព្វវាសនាប៉ុណ្ណាទេបងប្អូនតែអកុសលអញ្ចឹងណាបាទឥឡូវចូលដល់រឿងរដ្ឋាភិបាលថៃឯណោះវិញប្រតិកម្មតបទៅអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិរឿងជនភៀសសឹកនិងពលករចំណាក់ស្រុកខ្មែរថៃគេឡងមកវិញហើយបងប្អូនគេតបហើយព្រោះអីប្រហែលថ្ងៃនេះពេលដែលលោក Thomas Andrews គាត់និយាយពីរឿងព្រំដែនអូរដ្ឋាភិបាលកម្ពុជាសប្បាយចិត្តខ្ញុំក៏សប្បាយចិត្តជំនួសរដ្ឋាភិបាលកម្ពុជាយើងដែរព្រោះអីលោក Thomas Andrews គឺរបាយការណ៍គាត់ពីជនភៀសសឹកហ្នឹងគឺរឹងមាំខ្លាំងមែនតើនេះគឺជាជំនាញឯកទេសនៃអ្នកសរសេរភស្តុតាងនិងឯកសារដើម្បីឲ្យឈ្នះក្តីគឺគាត់និយាយរៀបរាប់ពីទុកសោកគាត់និយាយអំពីក្មេងៗតម្រង់ជួរគ្នាដើម្បីអាហារពេលព្រឹកដែលផ្ដល់ដោយអង្គការស្បៀងអាហារពិភពលោកដើម្បីចែកជូននៅអាភូមិរងចាំកន្លែងតំបន់ជនភៀសសឹកកំសត់ទេបងប្អូនម៉ោងហ្នឹងកាន់ចានដើម្បីអាហារពេលព្រឹកដូចសម័យខ្មែរក្រហមសុំស្បៀងនៅជំរំភៀសសឹកអីចឹង50ឆ្នាំមុនណា powerful មានឥទ្ធិពលមែនតើយើងស្ដាប់មកអ្នកនៅអាមេរិកក៏ដូចនៅស្រុកណាដែរស្ដាប់មកងាប់ក្មេងៗស្រុកនេះគេកំពុងលេងគប់វងណាលេង AI លេងជិះស្គីជិះស្អីជិះស្អីឡានប៉ណ្ណាំងអីអស់ហើយចុងក្មេងនៅខ្មែរកំពុងកាន់ចានដើម្បីសុំបាយកំសត់យ៉ាងណាលោកហេតុអីបានជាអញ្ចឹងគឺដោយសារចំនួនព្រំដែននេះឃើញខ្លាំងហ្នឹងរឿងរបាយការណ៍គាត់នេះគឺថាអស្ចារ្យមែនតើហើយដល់ពេលរំលេចហើយគាត់ថាទៅមើលឃើញផ្ទះប្រជាពលរដ្ឋធ្លុះធ្លាយអស់ត្រូវគ្រាប់សោះអីចឹងទៅបោះបង់ចោលអត់មានដាក់បលាលួសដាក់កុងតឺន័រនៅក្បែរហ្នឹងមានគ្រាប់មិនទាន់ផ្ទុះមកគ្រាប់ធំធ្លាក់នៅក្បែរហ្នឹងដែលបង្ហាញថាជាគ្រាប់បែករបស់ទាហាន
ថៃដែលគេមកទម្លាក់អីអញ្ចឹងទៅហើយប្រជាពលរដ្ឋអត់អាចវិលទៅលំនៅឋានបានវិញគាត់មកយំស្រែកសួលប្រាប់មកថាតើឲ្យគាត់រស់នៅដល់ពេលណាដែលជីវភាពខ្វះខាតសាលារៀនមន្ទីរពេទ្យសេវាសុខភាពសាធារណៈទឹកភ្លើងអូយអនាម័យអីរស់នៅពិបាកវេទនាបាត់រស់នៅប្រចាំថ្ងៃហ្នឹងក៏មិនអាចរកទទួលទានអីបានឃើញគាត់ប្រកែបងប្អូនប្រកែមែនតើយើងស្ដាប់មកស្រក់ទឹកភ្នែកថាត្រូវចាក់ហើយទាមទារឲ្យរដ្ឋាភិបាលថៃនិងរដ្ឋាភិបាលខ្មែរនឹងគឺត្រូវតាដោះស្រាយបញ្ហាព្រំដែននឹងឲ្យគោរពតាមបទឈប់បាញ់ថ្ងៃទី27ខែធ្នូឆ្នាំ2025នឹងឲ្យខាងតែបានដោយសារតែរឿងនេះគឺជារឿងដែលកិច្ចព្រមព្រៀងជាមួយគ្នាហើយរឿងសិទ្ធិមនុស្សមិនមែនតែសិទ្ធិមនុស្សអន្តរជាតិមានច្បាប់អន្តរជាតិការពារអញ្ចឹងទៅត្រូវតែឲ្យគាត់មានសិទ្ធិទៅវិលទៅលំនៅឋានវិញអឺឲ្យឆាប់តាមដែលអាចធ្វើទៅបានគឺរំនៅឋានហ្នឹងគឺมันអាចចូលបានមានប្រជាពលរដ្ឋជនភៀសសឹក20000នាក់ជាងដែលនៅអត់ទាន់វិលទៅនៅឡើយអីលាក់នឹងលាក់គឺថាពិភពលោកផ្អើលស្ដាប់រឿងហ្នឹងលោកហ៊ុនម៉ាណែតនិយាយប្រមាណក៏គ្មាននរណាស្ដាប់ដែរលោកសុនចន្ទថុលអ្នកស្រីចอมនិមលឬក៏អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជានិយាយទៅកោកសឹកមាត់តដោកឆ្អែតតពោះកបីគ្មាននរណាស្ដាប់ទេក៏ប៉ុន្តែអ្នករាយការណ៍អង្គការសហប្រជាជាតិនេះនិយាយមកហ្នឹងណាអត់មានខុសអីពីលោកហ៊ុនម៉ាណែតនិយាយអត់មានខុសអីពីលោកសុនចន្ទថុលនិយាយអត់មានខុសអីពីលោកប៉ែនបូណានិយាយអត់មានខុសអីពីលោកកែវរមីនិយាយមានតែនិយាយតិចជាងអ្នកទាំងនោះផងតែគេដាក់ចំគោលដៅហើយជាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទៀតគឺដាក់ទៅក៏ក្រើកពេញពិភពលោកហ្មងអ្នកណាក៏ស្ដាប់ដែរហើយអ្នកដែលឈឺចាប់ជាងគេគឺជនជាតិថៃនិងរដ្ឋាភិបាលថៃហេតុអីបានឈឺចាប់គឺគាត់ចោទប្រកាន់អ្នកដែលរាយការណ៍ពិសេសនេះថាលំអៀងនេះអានេះល្អសើចហើយបងប្អូននិយាយទៅគឺដូចបៃលុកបៃលអញ្ចឹងពេលខ្លះយើងគិតថាល្អលេងដែរតើនេះបងប្អូនមានចាំទេនៅស្រុកខ្មែរម៉ោងណាក៏ដូចម៉ោងណាឆ្នាំណាក៏ដូចឆ្នាំណាដែរឲ្យតែអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិតាំងពីលោកណែយ៉ាសហ្គៃសូរិយាស៊ូប៊ីឌីរ៉ូណាស្មីតវិទិតមន្តភ័ណ្ឌឥឡូវចូលដល់លោក Thomas Andrew កាលពី4នាក់មុនឆ្នាំណាក៏ដូចឆ្នាំណាដែរឲ្យតែរាយការណ៍អីពីរឿងស្រុកខ្មែររំលោភសិទ្ធិមនុស្សបំផ្លាញប្រជាធិបតេយ្យប៉ះពាល់ដល់រដ្ឋាភិបាលកម្ពុជារដ្ឋាភិបាលកម្ពុជានឹងថ្កោលទោសនឹងចាត់ទុកថាអ្នកនេះគឺជាទេសចរពួកនយោបាយគ្រប់គ្រងបកប្រឆាំងលំអៀងមិនស្អីណាយកព័ត៌មានមកជ្រុងគាត់និយាយចឹងរហូតមកនឹងរដ្ឋាភិបាលកម្ពុជាយើងទៅលឺឡើងស៊ាំតិចពួកប៉ះពាល់ដល់រដ្ឋាភិបាលកម្ពុជាដល់តែឥឡូវលោក Thomas Andrews គាត់រាយការណ៍រឿងជនភៀសសឹកហាក់បីដូចជាធ្ងន់បន្តិចទៅលើថៃព្រោះអីថៃអ្នកតម្លាក់គ្រាប់អ្នកឈ្លានពានអ្នកយកដីខ្មែរឥឡូវអ្នកដែលរិះគន់លោក Thomas Andrews គឺរដ្ឋាភិបាលថៃតើខុសគ្នាអីពីរដ្ឋាភិបាលខ្មែរកាលយើងធ្លាប់រិះគន់អ្នករាយការណ៍ពិសេសមកយោមកហើយខ្ញុំមិនខ្វល់រឿងគាត់រិះគន់អីឥឡូវយើងមើលថៃវិញតោះគាត់រិះគន់អីថាម៉េចថៃគេរិះគន់លោក Thomas Andrews គឺស្រោះគ្នាបន្ទប់ស្ថានភាពគេទៅបន្ទប់ស្ថានភាពទៅរដ្ឋមន្ត្រីក្រសួងការពារនៃរដ្ឋមន្ត្រីក្រសួងការបរទេសគឺលោកសីហស័កភួងកេតកៅទៅសីហស័កភួងកេតកៅរដ្ឋាភិបាលថៃទៅរដ្ឋាភិបាលថៃគឺក្នុងនាមជារដ្ឋាភិបាលតែម្ដងគឺចេញសេចក្តីថ្លែងការណ៍រួមគ្នាហើយដូចគ្នាគឺរករឿងលោក Thomas Andrew រឿងនិយាយពីជនភៀសសឹកនេះគេថារបាយការណ៍នឹងលំអៀងយកតែមកខាងមិនមកសួរថៃសិនហើយពលឹះផ្សព្វផ្សាយព័ត៌មានមិនពិតមិនមើលកិច្ចព្រមព្រៀងនៃប័ណ្ណឈប់បាញ់ដែលគេចែងថាម៉េចហើយមិនមើលប្រវត្តិសាស្ត្រថៃនិងខ្មែរនឹងរឿងព្រំដែនភូមិព្រៃច័ន្ទភូមិជោគជ័យនឹងយ៉ាងម៉េចគេថាចេះតែយកព័ត៌មានមកខាងកេងចំណេញនយោបាយនឹងថៃគេថាអញ្ចឹងហើយដឹងគេរៀបរាប់ថាម៉េចទេគេដាក់ភ្លាមគេនិយាយពីរឿងជនភៀសសឹកគេថាជនភៀសសឹកខ្មែរយើងណានៅតំបន់ភូមិព្រៃច័ន្ទភូមិជោគជ័យនេះណាគឺជាជនភៀសសឹកដែលទៅនៅដីថៃតាំងតែពី50ឆ្នាំ40ឆ្នាំមុននេះគេនិយាយចឹងបងប្អូនតិចថាមួងណារ៉េតនៅខាងថៃណាមួងណារ៉េតនិយាយអំពីអ្វីដែលថៃនិយាយ
ហើយកុំទៅរវល់ដោយក្រុមឆ្កែឈួតនឹងចេះជេរមកណារ៉េតថៃគេនិយាយចឹងហើយខ្ញុំប្រាប់ម្ដងទៀតណាបងប្អូនបើចង់ឈ្នះថៃដាប់ព័ត៌មានថៃឲ្យជុំបើចង់ឈ្នះសត្រូវត្រូវឲ្យដឹងថាសត្រូវខ្លាំងអីខ្លោចខ្សោយអីកុំដោយសារតែចង់ឈ្នះគេហើយមកបំពងព័ត៌មានទៅថាគេលលាយខ្សលហើយទៅថាគេដេកដួលហើយទាំងគេកំពុងតែកើនឡើងនេះហើយយើងស្លាប់ហ្មងយើងនឹងដេកនៅក្នុងកែបក្នុងដងចាញ់ទៅគឺគេសម្លាប់យើងចោលអស់អត់ទេណាបងប្អូនកុំចាញ់បោកឃោសនារបស់ពួកក្រុមអមយថោងគណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលកម្ពុជាដែលថាអ្នកណាផ្សាយព័ត៌មានអំពីថៃគឺអ្នកនោះឯងគឺជាអ្នកក្បត់ជាតិហើយកាន់ជើងថៃអត់ទេខ្ញុំនឹងសរសើរអ្នកឲ្យស្លាប់ខ្ញុំនឹងបង្អាប់អ្នកឲ្យរស់ដោយសារតែខ្ញុំអត់ឲ្យជាតិនេះស្លាប់ទេអញ្ចឹងយើងត្រូវដឹកព័ត៌មានថៃឲ្យជុំថៃគេនិយាយអីហើយចាំយើងរកវិធីសក់ទៅថៃវិញថៃគេនិយាយថាដីនៅតំបន់នងច័ន្ទឬក៏ព្រៃច័ន្ទនិងភូមិជោគជ័យថៃគេប្រែនងច័ន្ទបាននងច័ន្ទគេថាដីនេះណាគេឲ្យខ្មែរយើងនៅយូរហើយតាំងពីសម័យសង្គ្រាមជាមួយខ្មែរក្រហមដោយសារតែគេមានចិត្តមនុស្សធម៌គេមិនមែនថាមិនឲ្យតំបន់តែនងច័ន្ទនិងតំបន់ជោគជ័យនិងព្រៃច័ន្ទហ្នឹងទេគេឲ្យតំបន់នៅជំរំច្រើនណាស់ដែលជាដីរបស់ថៃឲ្យខ្មែរនៅក៏ប៉ុន្តែតំបន់នេះជាពិសេសគឺខ្មែរអត់ព្រមចេញហើយគេដេញប្រមាណដងក៏ខ្មែរអត់ចាញ់ដែររហូតទៅជាភូមិឋាននៅរស់នៅកើតកូនពូនជាចៅគេមិនអាចនឹងទៀមទាបណ្ដេញបានឥឡូវដល់ពេលគេទៀមទាយកដីរបស់គេមកបានហើយដោយសារកងទ័ពគេរឹងមាំគឺគេការពារដែនអធិបតេយ្យរបស់គេក៏គេវាយយកដណ្ដើមមិនមែនដណ្ដើមយកដីខ្មែរទេគឺដណ្ដើមយកដីថៃទៅឲ្យថៃគ្រប់គ្រងវិញបានចឹងដីនោះគឺជាដីស្របច្បាប់ដែលខ្មែរទៅនៅដោយខុសច្បាប់គេបដិញដោយស្លូតអត់ព្រមចេញតតែបដិញដោយកម្លាំងយោធានេះថៃគេនិយាយចឹងហើយស្ដាប់ឲ្យតន់នឹងរឿងជនភៀសសឹកនៅតំបន់ភូមិជោគជ័យនិងភូមិព្រៃច័ន្ទគេថាឲ្យលោក Thomas Andrews ទៅមើលបទឈប់បាញ់ថ្ងៃទី27ខែធ្នូឆ្នាំ2025ឡើងវិញគេនិយាយអីពីរឿងព្រំដែនអ្នកណានៅណាអ្នកណានៅហ្នឹងបងប្អូនឃើញខ្ញុំបានប្រាប់បងប្អូនទេដងដាវរបស់យើងគឺនៅលើការដែលប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិនិងតុលាការយុត្តិធម៌អន្តរជាតិតែយើងហុចដងដាវទៅឲ្យថៃដោយម្ដងណាក៏យើងយកថាថៃបំពេញបទឈប់បាញ់នេះដែរតែថៃគេថាគេអត់បានបំពេញបទឈប់បាញ់នេះទេព្រោះបទឈប់បាញ់បានចែងឲ្យថាអ្នកណានៅណាអ្នកនឹងនៅហ្នឹងហើយគេឲ្យលោក Andrew ទៅមើលបាត់ឈប់បាញ់នឹងទៀតថាខ្មែរនិងថៃព្រមព្រៀងគ្នាអ្នកណានៅណានៅហ្នឹងដូច្នេះដោយសារដីនោះជាដីរបស់ថៃស្រាប់ហើយគេវាយបានហើយខ្មែរព្រមព្រៀងអ្នកណានៅណានៅហ្នឹងទៀតដូច្នេះគេអត់អាចឲ្យអ្នកណាចូលទៅវិញបានទេព្រោះដីគេហើយប្រជាពលរដ្ឋខ្មែរដែលចាក់ចេញមកហ្នឹងគឺថៃអត់ដែលហាមឃាត់គេនិយាយចឹងណាបងប្អូនគេថាថៃអត់ដែលហាមឃាត់មិនឲ្យចូលតំបន់ណាដែលមិនមែនជាតំបន់ដែនអធិបតេយ្យថៃដែលគេទៀមទាពីយូរហើយតែគេយកអត់តាន់បានទេឥឡូវគេយកបានគឺគេថាតើតែធ្វើសង្គ្រាមព្រោះអីកាលមុនតាមទូតតាមអីតវ៉ាខ្មែរអត់ព្រមដកយកមនុស្សចេញពីភូមិហ្នឹងណាគឺគេនិយាយចឹងហ៎បងប្អូនហើយឥឡូវគេយកបាត់ជប់បាញ់ហ្នឹងគេចោទលោក Andrews ថាអត់ទៅសួរគេទេយើងនិយាយព័ត៌មានតែមួយខាងហើយយើងនិយាយបកស្រាយព័ត៌មានមិនពិតទៀតនេះគេចោទកម្ពុជាថាឥឡូវលោក Andrews នេះណាផ្សព្វផ្សាយព័ត៌មានមកជ្រុងហើយអភិបាលខ្មែរអញ្ចឹងនិយាយបង្ខូចរដ្ឋាភិបាលថៃលើឆាកអន្តរជាតិប្រើតារាល្បីដោយ Angelina Jolie ឬក៏អ្នកណាផ្សេងទៀតយកមកបំប៉ោងព័ត៌មានធ្វើឲ្យថៃមិនអាចចរចាជាមួយខ្មែរបានទេព្រោះយើងក្បត់កិច្ចព្រមព្រៀងទៀតទៅទៀតហ៎គេចោទយើងថាក្បត់កិច្ចព្រមព្រៀងហ្នឹងដោយសារអីយើងនិយាយកុហកនៅក្នុងបទកិច្ចព្រមព្រៀងហ្នឹងគេថាអត់ឲ្យយើងប្រឌិតព័ត៌មានអំពីរឿងព្រំដែនហ្នឹងកុំឲ្យវាមានឡើងកម្ដៅលៀបពណ៌គ្នាតែយើងនិយាយព័ត៌មានមិនពិតគេថាយើងអត់ស្មោះត្រង់គេអត់អាចចរចាយើងបានអញ្ចឹងគេយកលេសយើងមួយទៀតថាយើងអត់ស្មោះត្រង់ហើយរឿងអត់ស្មោះត្រង់ហ្នឹងគេថាម៉េចគេថារដ្ឋាភិបាលកម្ពុជាអត់ដែលស្មោះត្រង់ទេនិយាយព័ត៌មានប្រខូចថៃរហូតទៅរឿងឈ្លានពានឃើញទេ
គេថាអញ្ចឹងថាយើងប្រខូចគេរឿងឈ្លានពានយើងព្រមគេនៅណានៅហ្នឹងហើយដីហ្នឹងដីថៃគេដណ្ដើមយកបានហើយយើងចុះហត្ថលេខាជាមួយគេឥឡូវយើងនិយាយថាយើងឈ្លានពានយើងស្អីប៉ះពាល់ដល់ជនភៀសសឹកសូម្បីតែគេថាជនភៀសសឹកហ្នឹងគឺ650,000នាក់ទៅផ្ទះវិញអស់នៅសល់តែ20,000គឺនៅ20,000នៅតំបន់ដែលដីហ្នឹងកន្លែងមុនដីគេតាគេនិយាយចឹងគេអត់ឲ្យទៅដោយសារតែយើងព្រមព្រៀងគ្នាណាគេនិយាយថាយើងនឹងប្រខូចព័ត៌មានគេមិនពិតអីអញ្ចឹងទៅអញ្ចឹងគេអត់អាចចរចាជាមួយយើងបានទេព្រោះថាយើងអត់ព្រមឈប់ផ្សព្វផ្សាយព័ត៌មានប្រឌិតបងប្អូនឃើញទេដងដាវដែលយើងមានខ្ញុំប្រាប់ឲ្យថាដងដាវយើងគឺនៅតុលាការព្រហ្មទណ្ឌអន្តរជាតិឬក៏កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីឬក៏តុលាការយុត្តិធម៌អន្តរជាតិយើងទៅយកអាកិច្ចព្រមព្រៀងប័ណ្ណឈប់បាញ់ដែលយើងសញ្ញេឲ្យគេនៅណានៅហ្នឹងមកឲ្យគេចាក់យើងរាល់ថ្ងៃឥឡូវគេមិនត្រឹមតែចាក់យើងទេគេចាក់ដល់លោក Thomas Andrews ទៀតលោក Thomas Andrews គឺគាត់និយាយការពិតជាក់ស្ដែងក៏ប៉ុន្តែថៃគេថាអាហ្នឹងគឺជាយើងពលឹះព័ត៌មានដោយសារអីយើងនិយាយតែពីជនភៀសសឹកអត់ទៅសួរថៃថាតើជនភៀសសឹកហ្នឹងថៃដែលគាត់អត់គេថាគេដែលគាត់ហ៎ជនភៀសសឹក600,000នាក់ជាងគេថាលោក Andrew ក៏រាយការណ៍ថា600,000នាក់ជាងហ្នឹងទៅអស់ហើយនៅសល់តែ20,000ឬក៏សល់ប្រមាណគាត់ថាដោយសារតំបន់ព្រៃច័ន្ទភូមិជោគជ័យហ្នឹងជាតំបន់ដែលថៃគ្រប់គ្រងចង់និយាយថាដីថៃគេឲ្យយើងនៅតាំងពីជំនាន់ជនភៀសសឹកយើងព្រមមកវិញហើយយើងថាអត់មើលប្រវត្តិសាស្ត្រអត់មើលអីថៃគេចោលទៀតគេនិយាយពីរឿងដែលលោក Thomas Andrew គាត់និយាយពីរឿងជនតវ៉េសចំណាក់ស្រុក900,000នាក់ជាងបងប្អូនលោក Thomas Andrew យករបាយការណ៍នេះខ្ញុំជឿថាពីអង្គការសង្គមស៊ីវិលនៅមូលដ្ឋានជាពិសេសគឺអង្គការសង្ត្រាល់ដែលគាត់សរសេររបាយការណ៍នេះយូរហើយ Andrew ក៏ជួបអង្គការទាំងអស់នេះដែរដូច្នេះខ្ញុំមិនភ្ញាក់ផ្អើលអីទេក៏ថាដែរមានជាង900,000នាក់ក៏ប៉ុន្តែ900,000នាក់ហ្នឹងមកហ្នឹងអត់មានការងារធ្វើច្រើនណាស់ដោយសារតែសង្គ្រាមព្រំដែនហើយជនភៀសសឹកវិលមកផ្ទះវិញ900,000នាក់លោក Thomas Andrew ថានេះក៏ជាការរំលោភសិទ្ធិមនុស្សមួយដែរដោយសារអីអ្នកទាំងនោះមកអត់មានការងារធ្វើគាត់ប៉ះពាល់ទាំងសុខបញ្ហាហិរញ្ញវត្ថុបញ្ហាជីវភាពរស់នៅម្ហូបអាហារថ្នាំសង្កូវឬក៏ការងារធ្វើអីឡាក់នឹងឡាក់ថៃគេថាលោក Andrew នឹងចោតប្រកាន់រឿងជនចំណាក់ស្រុក900,000នាក់ហ្នឹងមកវិលមកវិញគឺដោយសារថៃគេអះអាងថាផ្សាយព័ត៌មានមិនពិតរកអត់ទៅមើលថៃអត់ដែលបានបដិញជនជាតិខ្មែរដែលជាពលករចំណាក់ស្រុកឲ្យមកវិលមកស្រុកវិញទេខ្លាចតែខ្មែរវិលមកស្រុកវិញអត់កម្លាំងពលកម្មនៅថៃផងថៃគេនិយាយចឹងគេអត់ដែលធ្វើយុទ្ធនាការឲ្យពលករខ្មែរត្រូវតែវិលមកស្រុកខ្មែរវិញទៅពេលសង្គ្រាមទេផ្ទុយទៅវិញគេថាមកពីខ្មែរហ្នឹងធ្វើនយោបាយខ្លួនឯងគម្រាមកំហែងពលរដ្ឋខ្មែរនៅឯថៃហ្នឹងថាអញ្ចេះអញ្ចោះអត់មានឲ្យប្លង់កម្មសិទ្ធិដីធ្លីអីបើអត់មកក្បត់ជាតិក្បត់អីអញ្ចឹងទៅគឺនឹងនៅស្រុកថៃនឹងរហូតអីអញ្ចឹងទៅហើយអញ្ចឹងគ្នាភ័យក៏មកទៅនេះថៃគេនិយាយអញ្ចឹងគេយករួចខ្លួនបានមួយទៀតហ្នឹងរឿងពីរហ្នឹងដែលថៃហៅរឿងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិឥឡូវខ្ញុំបកស្រាយតើរឿងនេះវាពិតប៉ុណ្ណាមិនពិតប៉ុណ្ណារឿងដែលពិតគឺថៃនៅតែមានដងដាវពេលដែលយកកិច្ចព្រមព្រៀងឆ្នាំ2020ទី27ខែធ្នូយកមកប្រើដោយមានមាត្រាមួយចែងថាអ្នកណានៅនឹងការសម្របសម្រួលឲ្យជនភៀសសឹកវិលទៅលំនៅទៅការសម្របសម្រួលដោយអាជ្ញាធរខ្មែរនិងអាជ្ញាធរការពិតមួយគឺថៃឲ្យទៅគ្រប់កន្លែងលើកឡើងតែកន្លែងដែលយើងថាឲ្យអ្នកណានឹងមែននឹងគឺជាការពិតខ្ញុំអត់កាន់ជើងថៃទេប៉ុន្តែអ្វីដែលខុសឆ្គងគឺថៃមិនព្រមវាស់ដីព្រោះអីបើវាស់ទៅបើបានភូមិណាខ្លះបានភូមិនឹងខ្លះមកខ្មែរទៅថៃខ្លះអីខ្លះទៅយ៉ាងហោចណាស់ក៏សល់ផ្ទះសម្បែងមួយចំនួនបានមកខ្មែរដែរតែឥឡូវអាវាស់មិនវាស់ដីផ្ទះឈូសចោលអស់លីងឈូសរៀបឆេញដោយទាំងវត្តទៀតឈូសខ្ទេចព័ត៌មានទៅកម្ពុជាទៅគាត់និយាយពីមុនហើយនឹងឥឡូវគឺពីមុនផ្ទះឲ្យក្តាំងឥឡូវវាលរហោឋានថៃឈូសអស់ហើយហើយកន្លែងហ្នឹងគឺបើទៅក៏មិនដឹងទៅនឹងណាដែរអញ្ចឹងថៃគេថាដើម្បីសុវត្ថិភាពតបគេដាក់លេនដ្ឋានដាក់អីគឺអត់ឲ្យចូលបាននេះគឺជាការពិតតែរឿងខុសឆ្គងមួយដែលថៃនិយាយហើយថៃអត់និយាយអស់ចោះបឹងតគួនចោះអូស្មាច់
តំបន់ទាំងអស់ហ្នឹងគឺថៃដែលមានឲ្យប្រជាពលរដ្ឋខ្មែរទៅរស់នៅក្នុងសម័យសង្គ្រាមជនភៀសសឹកដូចភូមិព្រៃច័ន្ទហ្នឹងពីអង្កលចោះច្រកអានសេះចោះភ្នំទ្រាប់ចោះប្រាសាទតាមាន់ធំប្រាសាទតាកបីប្រាសាទខ្នាតើដីទាំងអស់នេះមានជនភៀសសឹករបស់ខ្មែរកាលសម័យសង្គ្រាមពីអង្កលនៅហ្នឹងគឺជាដីរបស់ខ្មែរហេតុអីបានជាអ្នកមិនឲ្យខ្មែរមកវិញហើយមិនឲ្យខ្មែរចូលទៅតំបន់ហ្នឹងវិញថៃអត់និយាយរឿងហ្នឹងនិយាយតែរឿងភូមិជោគជ័យនឹងបាននងច័ន្ទហ្នឹងមួយគត់នេះគឺជាអ្វីដែលថៃកំពុងតែធ្វើឲ្យពិភពលោកជ្រួលច្របល់ហើយជឿថៃថាហ្នឹងហើយមានតំបន់ជនភៀសខ្លួនប៉ុន្តែសំណួរសួរទៅថៃវិញថាចោះបើថៃច្បាស់លាស់ជំរុំជនភៀសខ្លួនដែលធ្វើឲ្យខ្មែរនៅក្នុងដីថៃឧទាហរណ៍ដូចនៅជំរុំខៅដាងជំរុំសៃធូសៃប៊ីសៃអេអីចឹងជំរុំដងរ៉ែជំរុំអីចុះឥឡូវហេតុអីបានជំរុំទាំងអស់ហ្នឹងគឺប្រជាពលរដ្ឋមកអស់ហេតុអីបាននៅព្រៃច័ន្ទហើយចុះហេតុអីបានជាប្រជាពលរដ្ឋនៅនោះយើងអាចបដិញគេមកបានហេតុអីក៏បដិញអ្នកព្រៃច័ន្ទអត់បានថៃខូចដីខ្មែរខ្លួនឯងអត់មានហេតុផលអីដើម្បីបដិញប្រជាពលរដ្ឋខ្មែរបានព្រោះខ្មែរមានសិទ្ធិស្របច្បាប់រស់នៅហ្នឹងហើយដល់អញ្ចឹងទៅមកយកលេសវាយដើម្បីយកភូមិព្រៃច័ន្ទហើយយកឯងមកជួ76កន្លែងហ្មងអាហ្នឹងថៃខូចអារឿងថៃខូចហ្នឹងហើយយកអាផែនទីនៃកិច្ចព្រមព្រៀងយកមកប្រើខ្មែរចាញ់ថៃថៃខូចតែខ្មែរយកអាចាញ់គេហ្នឹងយកមកប្រើបៀអាត់អត់យកមកលេងរើសបៀពី3គ្រាប់ដែលធីបចោលយកមកលេងចាញ់គេទៀតតឡាការព្រំប្រទានអន្តរជាតិមានក៏មិនប្តឹងតឡាការយុទ្ធធរអន្តរជាតិមានក៏មិនប្តឹងយន្តការកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមិនត្រឹមមិនប្តឹងទេឲ្យបណ្ឌិតអាម៉ៃអាថោងគ្នាគាត់ហ្នឹងមកថាអាកិច្ចព្រមព្រៀងហ្នឹងស្លាប់បាត់ទៅទៀតងាប់បាត់ទៅទៀតអូខេឥឡូវយើងទៅទៀតបងប្អូនតកតងនឹងរឿងពលរដ្ឋខ្មែរនៅក្នុងស្រុកដឹងតែមួយជ្រុងពីរបាយការណ៍អ្នករាយការណ៍ពិសេសអង្គការសហជីវជាតិខ្ញុំស្រក់ទឹកភ្នែកហ៎បងប្អូនលោក Thomas Andrews ទៅខ្មែរពីអាទិត្យគាត់សរសេររបាយការណ៍ជាភាសាខ្មែរ13ទំព័រជាភាសាអង់គ្លេស9ទំព័រគាត់ធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយពីរបាយការណ៍ហ្នឹង20នាទីនឹងឆ្លើយអ្នកព័ត៌មាន20នាទីទៀត40នាទីបងប្អូនដឹងនៅខ្មែរគេផ្សាយថាម៉េចទេផ្សាយមួយជ្រុងគត់គឺតកតងនឹងរឿងជនភៀសសឹកនៅភូមិរងចាំតកតងនឹងលោក Andrew ទៅអាភូមិរងចាំហ្នឹងទៅនិយាយពីជនភៀសសឹកទៅនិយាយអំពីភាពខ្លោចផ្សាទៅនិយាយអំពីអីថាជនភៀសសឹកហ្នឹងគឺជាអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរលាក់នឹងលាក់តែមួយនឹងគាត់ចំណុចទាំងអស់ជាង10ចំណុចរដ្ឋាភិបាលអត់យកមកនិយាយទី1ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអត់និយាយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកក៏អត់និយាយរដ្ឋាភិបាលកម្ពុជាក៏អត់និយាយហើយនិយាយយកតែអារឿងចំណុចមួយដែលលោក Thomas Andrews និយាយពីការរំលោភសិទ្ធិមនុស្សដល់ជនភៀសសឹកនឹងឯងតែមួយនឹងគាត់ជ្រុំទូងអញបែកធ្លុះស្គរប្រជាពលរដ្ឋក្នុងស្រុកអត់ដឹងថាលោក Thomas Andrews ទៅនិយាយអីគេខ្លះទេព្រោះគេអត់ផ្សាយហើយទៅសើសាររបស់លោក Thomas Andrews ណារដ្ឋាភិបាលហ្នឹងគឺលោក Thomas Andrews និយាយត្រូវថៃឈ្លានពានមិនថាថៃឈ្លានពានថាជនភៀសសឹកហ្នឹងគឺរងការរំលោភច្បាប់ជាតិនិងច្បាប់អន្តរជាតិសិទ្ធិមនុស្សជាតិនិងអន្តរជាតិលក្ខនឹងលក្ខចង់និយាយថាថៃនឹងរំលោភបំពានសិទ្ធិមនុស្សជាតិនិងអន្តរជាតិរដ្ឋាភិបាលចង់និយាយចឹងយកសាររបស់លោក Thomas Andrews តាមមួយចំណុចហ្នឹងគឺថាទូងឲ្យបែកស្គរតែប៉ុណ្្នឹងឯងវិជ្ជមានតែមួយហ្នឹងឯងគឺសរសើរលោក Andrew យកមកផ្សាយឲ្យផ្សាយទៀតផ្សាយឲ្យផ្សាយទៀតផ្សាយឲ្យផ្សាយទៀតឲ្យតម្លៃលោក Andrew ព្រោះគាត់និយាយត្រូវតាក់តងនឹងរឿងការរំលោភសិទ្ធិរបស់ជនភៀសសឹកខ្មែរនៅតំបន់ព្រំដែនហ្នឹងក៏ប៉ុន្តែសារសន្តរកថា20នាទីអត់យកមកនិយាយឆ្លើយឆ្លងមួយអ្នកសារព័ត៌មាន20នាទីអត់យកមកនិយាយខ្ញុំអាណិតប្រជាពលរដ្ឋខ្មែរ
ព្រោះអីលោក Thomas Andrew និយាយជាភាសាអង់គ្លេសហើយឯកសារមានជាភាសាខ្មែរដែរប៉ុន្តែជាសំណេរអត់មានការបកប្រែដើម្បីឲ្យឮសំឡេងបកប្រែហ្នឹងទេបងប្អូនខ្មែរណាទៅអង្គុយអានអត្ថបទ13ទំព័រទូចអក្សរបើពលាទៅ20ទំព័របងប្អូនរវល់ចង់ងាប់អត់មានអ្នកណាទៅឈឺក្បាលហាលថ្ងៃជួយបញ្យលបងប្អូនប្រជាពលរដ្ឋទេទុកឲ្យរដ្ឋាភិបាលកម្ពុជានិងក្រុមអាមីអាថោងគេហ្នឹងឡើងមកនិយាយចិញ្ជ្រុំតែពីរឿងជនភៀសសឹកការរំលោភសិទ្ធិជនភៀសសឹកការបំពានជនភៀសសឹកម្ដងហើយម្ដងទៀតម្ដងដដែលប៉ុន្តែគាត់ទទួលស្គាល់ថាសារហ្នឹងនិយាយត្រូវលោក Thomas Andrew និយាយត្រូវបងប្អូនដឹងកំបិតចិត្តដងរឿងអីហ៎ថៃគេចោទថាលោក Andrew លំអៀងខ្មែរយើងសរសើរថាអត់លំអៀងទេលោកនិយាយត្រូវណាស់លោកការពារខ្មែរលោកការពារជនភៀសសឹកសារនេះគឺតំណាងឲ្យខ្មែរហើយរឿងយើងខ្លោចផ្សារចឹងជួយបំពងសាររបស់លោក Thomas Andrews ផងក៏ប៉ុន្តែភ្លេចមើលគិតថាសាររបស់លោក Thomas Andrew មាន10ចំណុចទៀតអត់យកមកនិយាយដឹងចំណុចអីទេបងប្អូនការរំលោភសិទ្ធិមនុស្សការបំផ្លាញប្រជាធិបតេយ្យការដោះស្រាយបញ្ហាឆបបោកអនឡាញចាប់បានតែម្បាទអត់បានចាប់អ្នកធំគាត់ទាឲ្យចាប់ការចាប់លោកកឹមសុខាដាក់គុកលោករងឈុនរំលោភសិទ្ធិនយោបាយរបស់គាត់រំលោភសិទ្ធិមនុស្សទាំងសិទ្ធិទាំងច្បាប់អន្តរជាតិទាំងច្បាប់ជាតិអឺរំលោភសិទ្ធិសកម្មជនដែលឃុំខ្លួននៅពន្ធនាគារចម្រិតគ្នាបង្ខំគ្នាដាក់សម្ពាធគ្នាឲ្យសុំទោសដើម្បីដោះដូរនឹងការនៅក្រៅឃុំដែលធ្វើឲ្យរំលោភសិទ្ធិបញ្ចេញមតិរបស់គ្នាសិទ្ធិនយោបាយរបស់គ្នាលោក Thomas Andrew និយាយរឿងនេះពន្ធនាគារចង្អៀតណែនណាន់តាន់តាប់អ្នកទោសវេទនាលមាស់ពេញខ្លួនអត់មានសេវាសុខាភិបាលត្រឹមត្រូវអ្នកចាប់ scam អនឡាញអីហ្នឹងគឺថាចាប់បានតែនេះទៅហើយអត់ដោះស្រាយគ្នាអ្នកដែលចេញមកជាជនរងគ្រោះនៃអា scam អនឡាញឥឡូវគ្មានអ្នកយកចិត្តទុកដាក់គ្មានអ្នកអីការបោះឆ្នោតនៅកម្ពុជាគ្មានភាពសេរីត្រឹមត្រូវនឹងយុត្តិធម៌ប្រជាពលរដ្ឋមានសិទ្ធិរើសមេដឹកនាំខ្លួនឯងដោយខ្លួនឯងដោយអំណាចមិនមែនអំណាចប្រមូលផ្ដុំដែលដឹកនាំដោយក្រុមបកពួកបុគ្គលណាទេតែជាសិទ្ធិសម្រេចឲ្យប្រជាពលរដ្ឋរើសបោះឆ្នោតរើសមេដឹកនាំទៅតាមសិទ្ធិសម្រេចរបស់ខ្លួនមេដឹកនាំទៅតាមការចង់បានមិនមែនមេដឹកនាំទៅតាមការបញ្ជាសម្លុតបំភ័យអត់មានបានឮមួយម៉ាត់អត់មានរដ្ឋាភិបាលខ្មែរយកមកផ្សាយយកមកនិយាយអត់អលីងហើយឥឡូវបានន័យថាម៉េចបងប្អូនអញ្ចឹងយើងនឹងទាត់ចោលអ្វីដែលលោក Thomas Andrew និយាយរឿងចំទោសយើងគ្រប់គ្រងថាគាត់និយាយត្រូវរឿងព្រំដែនតាក់ទងនឹងរឿងជនភៀសសឹកដោយសារគាត់និយាយទៅធ្វើឲ្យយើងនឹងវាតាក់ចិត្តតាក់អារម្មណ៍ព្រោះនិយាយត្រូវគ្រប់ចំណុចរឿងក្របធ្លុះកុមារយកចានសំបាយញ៉ាំពេលព្រឹកអត់សេវាសុខាភិបាលអូខ្ញុំភ្លេចនិយាយរឿងរឿងព្រំដែនហ្នឹងណាសំបីតែជនភៀសសឹកហ្នឹងថៃរដ្ឋាភិបាលថៃគេថាលោក Thomas Andrews ហ្នឹងក៏លំអៀងខ្លាំងដែររឿងជនភៀសសឹកអត់បាយរឿងជនភៀសសឹកអត់សេវាអប់រំរឿងជនភៀសសឹកអត់ការងារធ្វើរឿងសុខាភិបាលរឿងសាលារៀនមិនជាកំហុសរបស់ថៃទេជាកំហុសរបស់រដ្ឋាភិបាលខ្មែរដែលអត់រកអីដោះស្រាយបញ្ហាហ្នឹងឲ្យប្រជាពលរដ្ឋខ្លួនឯងបានណែគេឆ្លើយហាក់កាផែលចេះទៀតឥឡូវខ្ញុំបិទវិញចុះបើយើងសរសើរថាលោក Andrew និយាយត្រូវពាក្យគាត់និយាយត្រូវចុះអាគាត់និយាយប្រមាណ10ចំណុចជាងនេះទាំងរឿងលោកកម្មសខាលោករងឈុនរឿងសកម្មជនចលនាមេដាធម្មជាតិរឿងបោះឆ្នោតរឿងរំលោភសិទ្ធិមនុស្សរឿងគុករឿងស្អី100ចម្ពោះនេះរឿងសហជីពតវ៉ាអត់រកយុត្តិធម៌ឲ្យគេគ្រាន់តែធ្វើឲ្យតែប្រគ្រប់កិច្ចច្បោលហើយរឹតបន្តឹងសិទ្ធិសេរីភាពរបស់គេរំលោភរដ្ឋធម្មនុញ្ញស្អីគេអាហ្នឹងហេតុអីបានអត់និយាយអញ្ចឹងបានន័យថាម៉េចរដ្ឋាភិបាលខ្មែរចង់និយាយថាលោក Andrew ហ្នឹងនិយាយ10ចំណុចជាងហ្នឹងគឺអាមួយចំណុចហ្នឹងគ្រឿងព្រំដែនហ្នឹងគឺត្រូវ 100% អាប្រមាណទៀតកុំយកអញ្ចឹងហីបើយើងអត់យកអាប្រមាណទៀតអាមួយហ្នឹងក៏អត់យកដែរ
ហើយឥឡូវនេះអត់ហ៊ានរិះគន់លោក Thomas Andrew ទេរាល់ដងណាទាំងអ្នកស្រី Rona Smith Yas Gai សូរិយាសុបឌីវិទិតមន្តភ័ណ្ឌណាគ្រាន់តែចេញពីស្រុកខ្មែរមិនទាន់ទេគឺរាយគ្រាន់តែចេញរបាយការណ៍ព្រោះអ្នកទាំងអស់នោះភាគច្រើនណាមុនហ្នឹងគាត់របាយការណ៍គាត់ច្រើនតែគាត់ទៅដល់ក្រៅប្រទេសហើយបានគាត់ទៅសេតែលោក Thomas Andrew គឺធ្វើសន្និសីទសារព័ត៌មាននៅក្នុងហ្នឹងភ្លាមចេញរបាយការណ៍ភ្លាមអត់ខ្លាចអីបន្តិចព្រោះគាត់អាងថាអាមេរិកកំពុងតែសកត់កខ្មែរដែរអញ្ចឹងគាត់ជាជនជាតិអាមេរិកផងហើយជាអ្នកដែលតំណាងរាស្ត្រពីមុនមកផងហើយធ្លាប់ធ្វើជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសភូមាគាត់តែចាប់ពីភូមាភ្លាមមកកាន់ជាអ្នករាយការណ៍ពិសេសឲ្យខ្មែរភ្លាមបងប្អូនដឹងលោក Thomas Andrew ប្រព្រឹត្តកំហុសឆ្គងមួយគួរឲ្យអស់សំណើចប៉ុន្តែបងប្អូនមួយចំនួនគិតថាអហោសិកម្មឲ្យគាត់ដឹងទេខ្ញុំទៅស្ដាប់បទសម្ភាសគាត់ណែសន្និសិទសារព័ត៌មានគាត់ឡើងវិញបានខ្ញុំភ្ញាក់ពេលដែលខ្ញុំចាប់ផ្ដើមធ្វើសម្លេងបកប្រែហ្នឹងទៅខ្ញុំចាប់ផ្ដើមគាត់ដាក់ថាលោកអ្នកនាងជាទីមេត្រីខ្ញុំមានកិត្តិយសណាស់ដែលខ្ញុំបានមកធ្វើជាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិប្រចាំនៅប្រទេសភូមានិយាយនៅប្រទេសកម្ពុជាហ្នឹងគាត់យកពាក្យភូមាមកនិយាយហើយខ្ញុំស្ដាប់មកដំបូងមកថាវេច្រឡំហ្នឹងថាគាត់នៅភូមាមែនតាមពិតមិនទេគាត់ធ្វើការឲ្យភូមារាប់ឆ្នាំហើយទៅតែមកកាន់ឲ្យកម្ពុជាដូច្នេះគាត់អាចសរសេរទៅច្រឡំប៉ុន្តែអត្តន័យទាំងអស់សិតតែរបស់ខ្មែរទេតែបើកក្បាលហ្នឹងគឺគាត់និយាយភូមាហ្នឹងមកគាត់ថាគាត់សប្បាយចិត្តដែលបានមកធ្វើជាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំមាតែនិយាយនៅក្នុងស្រុកខ្មែរអាហ្នឹងជាកំហុសអចេតនាទេបងប្អូនគ្មាននរណាទៅចាប់ទោសអូដំណើរអីគាត់ទេនេះហ่ะបើគាត់និយាយរឿងពេញចិត្តអារឿងស្អីគេជនភៀសសឹកហ្នឹងដែលរដ្ឋាភិបាលខ្មែរនិយាយត្រូវកុំអីហ្នឹងវាយប្រហាររឿងភូមាខ្មែរថាភូមាហ្នឹងមកម៉េះតែម្ដងនេះរដ្ឋាភិបាលខ្មែរអត់វាយប្រហារលោក Andrew ទេសុកចិត្តសរសើរតែកាយកប់អា10ចំណុចជាងទុកចោលទៅព្រោះអីហាស្លាកជាក់ស្លែងតែហ៊ានថាគាត់នឹងលំអៀងរវាយប្រហារគាត់ដូចអ្នករាយការណ៍ពិសេសមុនចុះអាគាត់និយាយរឿងជនភៀសសឹកហ្នឹងមិនទាត់ចោលដែរចឹងកាយទៅចេះយកទៅដល់ចឹងហើយគាត់សុកចិត្តប្រឡប់អត់ផ្សាយអីទាំងអស់ពីរឿងនិយាយពីសិទ្ធិមនុស្សប្រជាធិបតេយ្យហើយទុកឲ្យក្រុមអាមីអាថោងគាត់ហ្នឹងមកជេរមួងណារ៉េតដែលផ្សាយវិញណែវាចេះឲ្យឃើញកាយៅពួកនេះខ្ញុំបានបញ្ចូលសំឡេងបកប្រែឲ្យបងប្អូនបានស្ដាប់មកដល់ម៉ោងនេះមានអ្នកមើលវីដេអូនេះវីដេអូបកប្រែដែលខ្ញុំដាក់ទៅហ្នឹងប្រហែលជាអឺប្រហែលហើយបងប្អូនប្រហែលជា10ម៉ោងជាងណាជប់ខ្ញុំរកមើលតួលេខឲ្យបងប្អូនមើលចុះនៅក្នុង Facebook ដែលខ្ញុំដាក់ទៅនេះម៉ោងនេះគឺ17ម៉ោងបាន 41K មានមនុស្ស 41000 នាក់ដែលចូលមើលស្ដាប់វីដេអូរយៈពេល29នាទីជាភាសាខ្មែរដែលលោក Thomas Andrew និយាយអីអាហ្នឹងខ្ញុំនិយាយតែក្នុង Facebook ទេចាំខ្ញុំប្រាប់ថាតើ YouTube មានអ្នកមើលប្រមាណជាទូទៅបងប្អូនមើលនៅក្នុង YouTube ខ្ញុំតិចចេះដោយសារតែបងប្អូនថាទៅមើលនៅYouTube ហ្នឹងវាកាត់លុយអីច្រើនពេកអញ្ចឹងបានខ្ញុំដើម្បីកុំឲ្យបងប្អូនអស់លុយសុកចិត្តយកផ្សាយនៅក្នុង Facebook ទៀតឲ្យបាន free ជូនបងប្អូនមួយសារទៀតឲ្យស្រួលនៅក្នុង YouTube ខ្ញុំមាន 13K ទៀតអញ្ចឹង 13000 views ទៀតអញ្ចឹងសរុបទៅមានទាំងអស់ 54K 45000 views គ្រាន់តែមើលសេចក្តីថ្លែងការណ៍របស់ Thomas Andrews មតិរបស់បងប្អូនអរគុណមួងណារ៉េតណាដែលបានជួយបកប្រែដើម្បីឲ្យឯកសារនេះឲ្យបងប្អូនខ្មែរបានស្ដាប់ឃើញចំណុចច្រើនមែនតើដែលគេនិយាយពីរឿងស្ថានភាពជាក់ស្ដែងនៅស្រុកខ្មែរដែលគាត់ថាអរគុណលោក Thomas Andrew ដែលនិយាយអំពីបេះដូងខ្មែរដែលគ្នាអត់ហ៊ាននិយាយគាត់អរគុណខ្ញុំដែលខំប្រឹងជួយបកប្រែតាមពិតមួងណារ៉េតមានបានជួយបកប្រែណាគាត់បញ្ចូលសលេងហ្នឹងព្រោះអីអត្ថបទបកប្រែហ្នឹងគេមានស្រាប់ពីខាងឧត្តមក្រុមប្រឹក្សានៅឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហជាតិប្រចាំនៅកម្ពុជាគេមានបកប្រែ13ទំព័រហ្នឹងគឺខ្ញុំគ្រាន់តែបញ្ចូលសំឡេងដូចខ្ញុំបកប្រែផ្ទាល់អញ្ចឹងតែតាមពិតបើសិនជាអត់មានអ្នកបកប្រែនេះឲ្យលោក Andrew ខ្ញុំបានសច្ចាយខ្ញុំដំបូងខ្ញុំរកអត្ថបទបកប្រែហ្នឹងអត់ឃើញខ្ញុំនឹងបកប្រែពីដើមដល់ចប់ដូចតែគ្នាអញ្ចឹងដែរប៉ុន្តែដោយសារតែគាត់បកប្រែមកហើយមានអត្ថបទឲ្យខ្ញុំអត់សូវមានពេលហើយមើលទៅត្រូវខ្លឹមសារទៀតក៏ខ្ញុំយកមកបញ្ចូលសំឡេងរៀងរដាក់រដប់បន្តិចបងប្អូនព្រោះអីមិនមែនជាភាសាប
បកប្រែរបស់មូណារ៉េតទេបើខ្ញុំបកប្រែខ្លួនឯងខ្ញុំឃ្លោងឃ្លាដើម្បីឲ្យត្រូវភាសាអ្នកស្រុកស្រួលស្ដាប់ជាងហ្នឹងតែយ៉ាងណាអ្នកបកប្រែគេនោះក៏ប្រកែដែរខ្ញុំសូមសរសើរស្នាដៃទឹកដៃគេបកប្រែគ្រាន់បើរបស់គេត្រូវន័យត្រូវខ្លឹមសារទាំងអស់ដែលប្រកែមែនខ្ញុំជាអ្នកបកប្រែខ្ញុំសរសើរស្នាដៃប៉ុន្តែបងប្អូនកុំឲ្យតម្លៃមូណារ៉េតស្នាដៃបកប្រែនេះគឺជាបោះឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហជីវជាតិប្រចាំនៅកម្ពុជាទេគ្រាន់តែគាត់សរសេរហើយខ្ញុំយកមកបញ្ចូលសម្លេងទៅបងប្អូនស្រួលស្ដាប់បងប្អូនមកអរគុណខ្ញុំច្រើនអត់អីទេបងប្អូនខ្ញុំសប្បាយព្រោះនេះជាធម្មទានអ្វីដែលខ្ញុំសប្បាយចិត្តបំផុតណាឥឡូវនេះទៅតែបានតែ29នាទីហ្នឹងទេនៅពេលដែលគាត់ឆ្លើយឆ្លងសន្និសិទសារព័ត៌មានឆ្លើយទៅសំណួរច្រើនតាក់ទងលោកកឹមសុខាតាក់ទងលោករងឈុនខ្ញុំនឹងបកប្រែផ្ទាល់ព្រោះអីដំស្នងការសិទ្ធិមនុស្សអង្គការសហជីវជាតិអត់មានអត្ថបទបកប្រែឆ្លើយឆ្លងជាមួយអ្នកសារព័ត៌មានទេមានតែអត្ថបទដែលគាត់ត្រៀមស្រាប់អញ្ចឹងខ្ញុំនឹងបកប្រែអត្ថបទនោះហើយនឹងបញ្ចូលសម្លេងនឹងចាក់វីដេអូនេះឲ្យបងប្អូនបានឮទៀតថាតើគាត់និយាយអីហេតុអីបានជាមួងណារ៉េតចង់ឲ្យបងប្អូនឮរឿងនេះហេតុអីបានជាខ្ញុំចង់ឲ្យបងប្អូនស្ដាប់រឿងនេះហេតុអីបានជារដ្ឋាភិបាលកម្ពុជាអត់ចង់ឲ្យបងប្អូនឮហើយខ្ញុំចង់ឲ្យបងប្អូនឮព្រោះរដ្ឋាភិបាលកម្ពុជាគេមិនអាចនឹងស្ដាប់រឿងដែលឈឺចាប់ដែលខ្លួនធ្វើមិនកើតហើយវាចំចំណុចទាំងអស់វានៅលើគោកពេកអញ្ចឹងក៏អត់ទេគាត់សុកចិត្តកាយកប់មិនឲ្យបន្លំឲ្យរកអាមីអាថោងគាត់ឲ្យមកជេរអ្នកដែលផ្សាយវិញនេះគឺជាល្បិចដ៏ថោកទាបរបស់ក្រុមគេហ្នឹងក៏ប៉ុន្តែបើសិនមើលនេះគឺបងប្អូនពេលដែលស្ដាប់ហើយបងប្អូនត្រូវរក្សាវីដេអូនេះទុក download វាទុករក្សាវាទុកហើយកាត់ចំណុចណាយកមកធ្វើជាសេចក្តីយោងនៅពេលដែលនិយាយពីបញ្ហានៅក្នុងប្រទេសកម្ពុជាជាងនិយាយខ្លួនឯងយកលោក Thomas Andrews ជាភ័ស្តុតាងអំពីការរំលោភសិទ្ធិមនុស្សបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជាហើយកុំឲ្យរដ្ឋាភិបាលកម្ពុជារករឿងថាយើងអ្នកនិយាយយកសាររបស់លោក Andrew យកមកនិយាយទៅថ្ងៃណាថ្ងៃ1ខែសីហាឆ្នាំ2026ថ្លែងនៅណានៅកម្ពុជានៅស្នាក់ការណាម៉ោងប្រមាណហើយយកមកនិយាយឲ្យដកស្រង់ទៅគាត់និយាយអីពីរឿងរងឈុននិងលោកកឹមសុខាគាត់និយាយអីពីការបោះឆ្នោតគាត់និយាយអីណែរឿងការបោះឆ្នោតដល់ត្រូវចាំប្រសាសន៍របស់លោក Andrews គាត់និយាយថាគាត់ណាជាមន្ត្រីទទួលបន្ទុកការបោះឆ្នោតនៅអាមេរិកគាត់ដឹងបទពិសោធន៍បោះឆ្នោតនេះច្រើនណាស់ហើយគាត់ឃើញការបោះឆ្នោតនៅកម្ពុជានេះគ្មានភាពសេរីត្រឹមត្រូវនិងយុត្តិធម៌ទេបើធ្វើបែបនេះអញ្ចឹងគាត់ទាមទារឲ្យកែតម្រង់ហើយគាត់ចាំតាមមើលហើយគាត់ចាំជួយឲ្យយោបល់ទៀតយកអាពាក្យហ្នឹងដើម្បីយកទៅឲ្យរដ្ឋាភិបាលគោរពតាមបើអត់គោរពតាមទេអាមេរិកក៏កាត់ជំនួយហើយយើងទៅរិះគន់ទៅតវ៉ាជាមួយតំណាងរាស្ត្រអាមេរិកនៅកម្រិតសភានៅកម្រិតរដ្ឋាភិបាលហ្នឹងដើម្បីប្រាប់ថាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិលោក Thomas Andrew ដែលជាជនជាតិអាមេរិកជាអ្នកច្បាប់អាមេរិកផងជាតំណាងរាស្ត្រអាមេរិកពីមុនផងហើយធ្លាប់យកព័ត៌រាយការណ៍ឲ្យភូមិគាត់ចុះទៅខ្មែរគាត់សួរគ្រប់ភាគីសួររដ្ឋាភិបាលសួរអីគាត់សរសើររដ្ឋាភិបាលច្រើនណាស់ប៉ុន្តែគាត់ជួបជនរងគ្រោះគាត់ទៅមន្ទីរឃុំឃាំងគាត់ទៅជួបជនភៀសសឹកឲ្យគាត់សរសេររបាយការណ៍បានន័យថារបាយការណ៍គាត់ឆ្លុះបញ្ចាំងគ្រប់ជ្រុងអត់មានប្រកែកបានអញ្ចឹងយកអត្ថបទហ្នឹងយកមកប្រាប់រដ្ឋាភិបាលថាបើមិនបាច់ធ្វើអីក៏ធ្វើតាមតែអ្វីដែលជាការរកឃើញរបស់លោក Thomas Andrew ទៅជាអ្នកឯករាជ្យទៅវាចប់ហើយមានទាំងអាបោះឆ្នោតមានទាំងអាសិទ្ធិសេរីភាពបញ្ចេញមតិអាសិទ្ធិសេរីភាពប្រមូលផ្ដុំអាសិទ្ធិស្អីសិទ្ធិមកកណក៏ដល់គាត់និយាយដូចយើងនិយាយរាប់សិបឆ្នាំហើយគាត់តែរដ្ឋាភិបាលមិនចេះខ្ចីស្ដាប់ឥឡូវយើងយកអាហ្នឹងមកប្រើមកហើយខ្ញុំបកប្រែនេះដើម្បីឲ្យបងប្អូនបានជាគំនិតយកទៅទុកតាំងនៅក្នុងផ្ទះឬក៏ជាឯកសារដើម្បីជាភ័ស្តុតាងមួយកុំឲ្យចេះតែនិយាយគេធ្វើបាបចាប់យើងដាក់គុកយកអាប្រសាសន៍របស់លោកThomas Andrew ពួកអីហេតុអីបានជាខ្ញុំឲ្យយករដ្ឋាភិបាលកម្ពុជាម៉ោងណាស់តិចទៀតទៅគាត់មិនដឹងដូរមិនដឹងទេម៉ោងណាស់អត់មានមន្ត្រីណាអ្នកនាំពាក្យណាឬក៏កម្រិតរដ្ឋាភិបាលណារិះគន់លោក Thomas Andrew ថាលំអៀងទេម៉ោងនេះអត់មានទេហេតុអីបានជាចឹងបងប្អូនដោយសារយើងកំពុងតែលងនឹងផ្កាននងដែលលោក Andrew ដាក់ទៅនឹងជនភៀសសឹកព្រោះជនភៀសសឹកហ្នឹងជារឿងចាក់ដោតមួយព្រោះសកលថៃចឹងខ្មែរយើងបានតែលោក Andrew និយាយត្រូវសកលថៃអញ្ចឹងថាអានឹងត្រូវអញ្ចឹងអ្វីដែលលោក Andrew និយាយមកកញ្ចប់ទៀតអត់ហ៊ានថាអានឹងលំអៀងឬក៏មិនឯករាជ្យទេព្រោះអីយកមកកញ្ចប់ហ្នឹងហើយគឺយកមកទាំងអស់ហើយមិនចឹង
ចឹងហើយនេះហើយគឺជាដំណាក់គេហៅឱកាសមាសណាបងប្អូនខ្មែរវាសនាអញ្ចឹងឯងដែលខ្ញុំនិយាយថាវាសំណាងហ្នឹងគឺសំណាងដោយសារអញ្ចឹងមានព្រឹត្តិការណ៍នឹងកើតឡើងថៃនឹងចង្រៃមែនហើយក៏ប៉ុន្តែថៃនឹងក៏ផ្ដល់ឱកាសមាសឲ្យប្រជាពលរដ្ឋខ្មែរដែលអស់សង្ឃឹមមានសង្ឃឹមមានសម្លេងខ្លះដោយលោក Thomas Andrew និយាយមកហើយឥឡូវរដ្ឋាភិបាលអត់ហ៊ានរករឿងអីលោក Thomas Andrew ព្រោះជាជនជាតិអាមេរិកផងហើយក៏ខ្មែរកំពុងតែទុនលងផងត្រូវណប់ត្រូវធ្វើតាមអាមេរិកផងដូច្នេះវាចៃដន្យអីវាល្អសម្រាប់ប្រជាពលរដ្ឋទាំង18លានវាអត់ល្អសម្រាប់រដ្ឋាភិបាលកម្ពុជានិងគណៈបកកណ្ដាលអំណាចទេចឹងហើយបានពួកគាត់ហ្នឹងអាមីអថោងគាត់ជេររហូតហើយតណានានិយាយប៉ះអីគឺថាយើងនឹងនិយាយបកអាក្រាតនិយាយមិនពិតតាមមើងងាយជាតិសាសឯងនឹងចាញ់ចឹងទៀតប៉ុន្តែអារឿងដែល10ប្រមាណចំណុចដែលខ្ញុំនិយាយមិញក៏អត់មាននិយាយអីម៉ាត់ទេគាត់និយាយតែពីរឿងជនភាស័កសំបីតែ scam online ហ្នឹងថាអូលោកសរសើរពីការបង្ក្រាបតែដល់ពេលលោកសួរថាចោះអឺចាប់បានតែត្រីទូចត្រីធំនៅណាអត់មានផ្សាយដែរអានឹងហើយដែលខ្ញុំឲ្យបងប្អូនខ្លាយទៅជាប្រជាពលរដ្ឋប្រយ័ត្នប្រយែងកាប់គេឲ្យយើងមើលគឺឃើញតែប៉ុណ្ណឹងនេះហាគឺយើងដូចជាដំរីយកមកដាក់នៅក្នុងបន្ទប់មួយហើយគេដាក់ចោះប្រឡោះបន្តិចឲ្យយើងលូកហើយទៅអត់ដែលស្គាល់ដំរីឯងលូកហើយចាំប្រាប់គេមកថាអានឹងសัตว์អីអញ្ចឹងប្រជាពលរដ្ឋខ្មែរយើងនឹងអ្នកណាលូកប៉ះប្រម៉ោយអូដំរីនេះដូចយើងអាសัตว์នេះបើហៅសัตว์តសបានត្រូវព្រោះអីវាមូលវារៀងគាត់តសគ្រើមឬក៏គុលឈើអីចឹងទៅអ្នកហ្នឹងគាត់គិតថាដំរីគឺជាសัตว์គុលឈើឬក៏សัตว์តសហត់អ្នកណាទៅប៉ះកតុយដំរីចឹងទៅហើយឃើញសៃម៉ៃឃើញអីចឹងទៅគាត់ថាអូអានេះដូចមែកឈើឬក៏ដូចស្អីចឹងទៅគាត់ថាអាហ្នឹងគឺជាសัตว์មែកឈើអីចឹងទៅហត់អ្នកណាទៅប៉ះស្លឹកត្រចៀកដំរីចឹងទៅយើងថាអូអានេះដូចជាចង្អេបន្តិចអីបន្តិចចឹងទៅហ្នឹងរដ្ឋាភិបាលខ្មែរគេឲ្យធ្វើយើងឃើញអញ្ចឹងអាតួដំរីហ្នឹងអត់ឃើញទេតែឥឡូវយ៉ាងណាក៏ដោយខ្ញុំឲ្យតួដំរីបងប្អូនយកទៅមើលទៅហើយយកទៅពិចារណាខ្លួនឯងទៅថាដំរីហ្នឹងវាមានរូបរាងយ៉ាងម៉េចហើយយកទៅត្រេះរិះពិចារណាឲ្យកុំជឿមួងណារ៉េតបងប្អូនណាកុំជឿមួងណារ៉េតនិយាយអីឲ្យសោះឲ្យថ្លឹងថ្លែងឲ្យពិចារណាឲ្យយកទៅគិតគូរហើយទៅប្រៀបធៀបនឹងអ្វីដែលអ្នកដទៃទៀតគេនិយាយក៏ប៉ុន្តែអ្វីដែលមួងណារ៉េតផ្សាយនេះណាគឺមានតែការពិតទេគ្រាន់តែថាការពិតហ្នឹងវាពាក្យពិតរែងស្លែងសម្រាប់ពួកក្រុមអាម៉ៃអាថោងបាយ3ពេលរបស់គណៈបកប្រជាជនកម្ពុជាគាត់នឹងអត់ទទួលយកបានទេគាត់ត្រូវតែជេរហើយជេរហ្នឹងចំណេញណាបងប្អូនបំផ្លាញតែក្រុមគាត់ទេបងប្អូនដែលខ្ញុំឲ្យប្លុកចោលហ្នឹងណាគឺបងប្អូនអរគុណក្រុមទាំងនេះទៅរាល់ថ្ងៃនេះបើគុំបានផែងវណ្ណៈសានប៊ុនធឿនឬក្រុមលលកគាត់ដែលជេរទាំងនៅអាមេរិកទាំងនៅខ្មែរនេះមិនមែនគណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលនេះត្រូវប្រជាពលរដ្ឋគេជេរប្រទេសពេញប្រទេសដែរទេបើគុំបានក្រុមអស់ទាំងនេះថោកអញ្ចឹងរដ្ឋាភិបាលឬក៏គណៈបកប្រជាជនមិនថោកទេគាត់អ្នកជួយបំផ្លាញតែអញ្ចឹងអរគុណគាត់ទៅមិនបាច់ខំធ្វើអីទេតែក្នុងពេលជាមួយគ្នាហ្នឹងចាប់ផ្ដើមកសាងសេចក្តីថ្លៃថ្នូរសុជីវធម៌ខាងនេះវិញព្រោះខាងនោះគេថោកហើយអញ្ចឹងយើងតម្លើងសុជីវធម៌ខ្លួនយើងកុំជេរឆ្កែខំកុំខំឆ្កែយើងរកពាក្យថ្លៃថ្នូរសុជីវធម៌ចេះពន្យល់ចេះគួសមអីចឹងទៅប្រជាពលរដ្ឋចាប់ផ្ដើមឃើញអូខាងនេះចោះហើយបើខាងនេះចាំផ្ដើមថ្លៃថ្នូរខាងនេះក៏ដូរបន្តិចដែរសប្ថ្ងៃហ្នឹងគេចាប់ផ្ដើមថោកហ្នឹងដោយសារតែគេគិតថាយើងនេះថោកដែរអញ្ចឹងទៅរៀងបដំប្រសងដែរយើងនឹងជេរទៅជេរមកអញ្ចឹងយើងកុំថោកតាមគេយើងឡើងឲ្យខ្ពស់ទៅទុកឲ្យខាងនេះទៀតហើយអង្គុយចាក់ថ្មិញចាំទទួលយកត្រីលោតចូលលងហ្នឹងព្រោះសម័យនេះសម័យត្រីលូតចូលលងហើយបងប្អូនយើងអត់បាច់ធ្វើអីទេគ្រាន់តែស្លឹកត្នោតហើយយើងគ្រាន់តែកាយផុកអាកន្លែងផុកពីខាងកុំកាយផុកអាខាងត្រីនេះយើងកាយផុកពីអាខាងទឹកថ្មីនេះដើម្បីឲ្យត្រីមានអារម្មណ៍ខ្ទុំក្លិនផុកហ្នឹងនៅកន្លែងថ្មីវាស្មានតែវាចូលដល់ស្រះថ្មីវានាំគ្នាលូតចូលលងយើងចាំតែអង្គុយរើសត្រីមកគ្របស្លឹកត្នោតឲ្យល្អអង្គុយចាក់ជក់បរិយស្លឹកមូលស្លឹកកែអង្គុយក្បែរដើមត្នោតហ្នឹងអង្គុយមើលតែលងហ្នឹងទៅកុំឲ្យអ្នកលួចត្រីហ្នឹងទៅបានណាយកមិនអស់បងប្អូនយកមិនអស់កុំចាំបាច់ទៅអង្គុយជេរអង្គុយឆ្កាស់ឆ្កៀលអីទេអត់ទេព្រោះខាងនោះលោតចូលលងមកហើយព្រោះគាត់កំពុងតែធ្វើព្រោះត្រីទឹកនោះវាចាប់ផ្ដើមក្តៅអញ្ចឹងគាត់អត់រកកន្លែងនៅបានចាប់ផ្ដើមលោតមកហើយអ្នកខ្លះខំផឹងទប់កុំឲ្យអ្នកលោតមកអញ្ចឹងតែតិចទៀតលលួយស្បែកទាំងអាអ្នកទប់បាទឥឡូវនេះបន្តទៅទៀតគឺតកតងនឹងក្រុមហ៊ុន OpenAI អាមេរិកបិទគណនីក្រុមឆបោកអនឡាញនៅកម្ពុជាដែលប្រើ ChatGPT ដើម្បីបោកប្រាស់គេទៀតហើយឃើញទេបងប្អូនល្បីទៀតយើងល្បីពេញពិភពលោក
មែនល្បីល្អល្បីរឿងអាស្រូវក្រុមហ៊ុន ChatGPT ដែលជាក្រុមហ៊ុន OpenAI ធំបំផុតរបស់អាមេរិកគាត់បិទគណនីរបស់ពួក scam អនឡាញនៅកម្ពុជានោះដោយសារអីពួកនេះប្រើកម្មវិធី ChatGPT យកមកបង្កើតការជជែកគូដូររូបដូរ profile អីដើម្បីបោកគេហ្នឹងហើយព្រោះអា ChatGPT ហ្នឹងវាចេះណាវា AI បងប្អូនដឹងណា AI ហ្នឹងវាចេះណាវាខ្លែងសលេងលោកសំរងស៊ីវាខ្លែងសលេងលោកមួងណារ៉េតចឹងគឺយកមកធ្វើអីណាដូចខ្ញុំនឹងលោកសំរងស៊ីហ្នឹងជជែកគ្នានាំគ្នាបំផ្លាញលោកកឹមសុខាណាអូយគេចិត្តតែបកកើតទៅលោកឲ្យលោកបកែមែនយីសុំសបកែមួយយ៉ាងគឺមានក្រុមអ្នកបកែចេះតែយកមកដាក់យកមកអីហ្នឹងហើយគឺបំពល់ពេញសង្គមហ្នឹងមួងណារ៉េតណាឲ្យក៏មានកម្រិតស្អីរហូតតលោកសំរងស៊ីនឹងអាចមកជួបតាក់តងគ្នា3នាក់4នាក់មួយលោកអ៊ុំសំអានមួយលោកផនផាណាឋានៈខ្ញុំទៀបណាស់មិនទៅចូលប្រជុំអីជាមួយលោកសំរងស៊ីបានទេខ្ញុំមិនបានរួមជើងលោកសំរងស៊ីផងទេហើយខ្ញុំក៏គ្មានរចនាសម្ព័ន្ធស្អីនៅក្នុងជួរគណៈបកសង្គ្រោះជាតិឬក៏គណៈបកនងដែលគេយកខ្ញុំនឹងទៅនេះអ្នកផ្សាយព័ត៌មានហ្នឹងបើយកទៅស្ដាប់កិច្ចប្រជុំបែកការគេមិនយកចូលទេយើងគិតចេះផងហើយស្អីណាមកជួលមួងណារ៉េតឲ្យវាយប្រហារថៃវាយប្រហារកម្មសុខាណាដែលវាយប្រហារលោកកម្មសុខាមកអាយុណាមកឲ្យអត់ផងហើយទៅដែលឲ្យខ្ញុំទៅនិយាយយកព័ត៌មានដើម្បីឲ្យលោកកម្មសុខាជាប់គុកតាំងពីនៅអាស៊ីសេរីម៉ោងណាក៏តស៊ូមតិឲ្យលោកកម្មសុខានៅក្រៅឃុំដែរសំបីតគេឆ្លោះគ្នាក្រុមខាងក្រមលោកកម្មសុខានិងក្រុមលោកសំរងស៊ីចង់ផ្កាប់មុខមួងណារ៉េតសុំស្ម័គ្រចិត្តនៅអាស៊ីសេរីសុំស្ម័គ្រចិត្តសរសេរព័ត៌មានអំពីលោកកម្មសុខាសុំអញ្ចឹងហ្មងដើម្បីរកយុត្តិធម៌ឲ្យគាត់ហើយទៅមើលទៅព័ត៌មានដែលខ្ញុំសរសេរពីលោកកម្មសុខាច្រើនណាស់ពីប្រវត្តិតស៊ូតាំងពីថ្ងៃដំបូងពីនេះអ្នកណាពីរឿងខំច័ន្ទតារាទីហៅស្រីមុំរឿងស្អីណានិយាយអីមួងណារ៉េតអត់ឈឺក្បាលមួងណារ៉េតឈឺក្បាលពីវីរៈភាពការតស៊ូរបស់លោកកម្មសុខាក្នុងនាមជាមន្ត្រីគណៈបកឬអ្នកនយោបាយមួយដែលប្រឹងជួយឲ្យមានសិទ្ធិមនុស្សប្រជាធិបតេយ្យគុណូបការៈនេះធំមិនអាចបំភ្លេចបានរហូតដល់មួងណារ៉េតស្ម័គ្រចិត្តគេមិនតឹងប្រើផងនៅអាស៊ីសេរីថាសុំសរសេររឿងកម្មសុខាឲ្យច្រើនណាសរសេរអីសេទៅហើយដល់ពេលឥឡូវមកទៅហែកអីណាខ្ញុំនឹងទៅនាំចង់ឲ្យលោកកម្មសុខាចូលគុកអីណាចេះតាមមានតែម្ដងនិយាយទៅគឺកាពេលខ្លះអាការបំផ្លាញខ្លួនឯងដល់ពេលយើងដល់អាគេហៅមិនថ្ងៃអន្សាបងប្អូនគឺធ្វើអីនឹងចេះតែផ្ដេសផ្ដាស់ខុសកាន់តែច្រើនឥឡូវតកតនៅរឿង OpenAI ហ្នឹងកណនីនៅកម្ពុជាហ្នឹងគឺគាត់ប្រើដើម្បីឲ្យពួក scammer អ្នកដែលប្រព្រឹត្តឆបោកហ្នឹងយកទៅបង្កើតរូបភាពតាក់ទាញអញ្ចឹងទៅលួងលបួងស្នេហាមានរូបលិចលើលិចក្រោមអីអញ្ចឹងទៅខាងនោះគឺស្រឡាញ់គ្នាដាក់លុយដាក់អីរកស៊ីទៅចាញ់បោកគេចាញ់បោករឿងលុយរកស៊ីមួយចាញ់បោករឿងស្រាតខោអាវដែរហ្នឹងណាដោយសារខាងនេះគេ AI ហ្នឹងគេលួងចុះលួងឡើងទៅដោះខោអាវខាងនោះដោះបន្តិចទៅខាងនេះថតទុកខាងនោះដោះខោអាវទៅដល់ពេលឲ្យបានរូបថតដោះខោអាវដោះអីហ្នឹងយកទៅចម្រិតទាប្រាក់គេអញ្ចឹងទៅច្រើនយ៉ាងណាស់បងប្អូនឆបបោកអនឡាញហ្នឹងអញ្ចឹងទៅបង្កើតឲ្យមានកណនីអូរ៉ូស៊ីនេះដាក់វិនិយោគនេះបានការប្រាក់នេះអញ្ចឹងទៅគឺមានរូបស្អាតរូបអីហើយញ៉ាយចោះញ៉ាយឡើងទៅហើយរ៉ូស៊ីជាមួយគ្នាដបងចំណេញក្រោយមកអត់ទាំងអស់ដាក់អស់រាប់សែនដុល្លារក៏មានដែរនេះហើយប្រើ Chat GPT នេះដល់ឥឡូវ Chat GPT របស់ OpenAI គេថាគេឃើញកណនីច្រើនគេបិទចោលក៏ជួយបានដែរប៉ុន្តែលោកឲ្យវាបិទមិនអស់ទេព្រោះអីតែវាឈប់អាហ្នឹងវាបង្កើតស្អីផ្សេងទៀតទៅតាមវាតន់ឯងបងប្អូនគាត់ថានេះបើជាមុខមាត់ស្រុកខ្មែរគឺយើងអាប់អាសោចទៀតហើយពួកគេនិយាយថាបិទកណនី AI Chat GPT ដែលពួកក្រុម scammer នៅស្រុកខ្មែរគេធ្វើអាមេរិកគេចាត់ការដោយសារអី FBI តាក់ទងជនរងគ្រោះគេ8សែននាក់អញ្ចឹងគេដោះស្រាយដើម្បីរកយុត្តិធម៌ឲ្យជនជាតិអាមេរិកថាយើងនឹងវាសំណាងដោយសារអាមេរិកជាជនរងគ្រោះទេបើខ្មែរជនរងគ្រោះចប់ហ្មងអស់ហើយខ្មែរយើងបើចេះដោះស្រាយដោះយូរហើយឥឡូវតាក់ទងនឹងចំនួនជនភៀសសឹកខ្មែរដែលនៅឈរត្រឹងតាំងតែពីថ្ងៃលោក Thomas Andrew ទៅដល់ស្រុកខ្មែរ
ចម្លែកមែនតើបងប្អូនខ្ញុំអាសូរដែរដែលជនភៀសសឹកខ្មែរមួយថ្ងៃ100 200 100 200 50 60 150ទៅរាល់ថ្ងៃមួយតាំងពីក្រោយបត់ជប់បាញ់មកទៅរាល់ថ្ងៃ3ថ្ងៃមុនលោក Tom Andrews ទៅស្រុកខ្មែរអត់មានម្នាក់ទៅវិញបានទៅវិលទៅលំនៅឋានសោះនៅ2281នាក់ពីថ្ងៃ17មកបងប្អូនឥឡូវថ្ងៃនេះថ្ងៃប៉ុន្មានហើយថ្ងៃនេះថ្ងៃ2ហើយ17មកថ្ងៃ2 2អាទិត្យហើយអត់មានបានទៅវិញម្នាក់សោះហើយយើងឆ្ងល់ទេបងប្អូនអត់តែឆ្ងល់អីបើគ្នាមិនបានទៅមែននឹងធ្វើម៉េចរឿងនេះហ่ะវាការរៀបបានទៅវិញប៉ុន្តែតើបើមិនបានទៅវិញធ្វើម៉េចបើថៃវាអត់ឲ្យទៅវិញរឿងវាចោះអាកាលមុនថៃអត់ឲ្យទៅវិញមិនក៏ទៅបានគេអាចនឹងឆ្លើយថាអាកាលពីមុនវាទៅបានតែឥឡូវវាទៅលែងបានហើយពួកវាអស់ទៅបានណាគេអាចនឹងបញ្យល់ចឹងក៏ប៉ុន្តែចាស់កាលមុនហេតុអីបានទៅបានរាល់ថ្ងៃ6 7ខែហើយអត់មានថ្ងៃណាដែលអត់សោះចិត្តឲ្យបានមកឥឡូវពីអាទិត្យពេលដែលលោក Andrew Thomas ចូលទៅស្រុកខ្មែរគឺទៅវិញទៅអត់បានតែម្នាក់សោះនៅត្រឹង28281នាក់ហ្នឹងនៅដដែលអញ្ចឹង14ថ្ងៃហើយហេតុអីបានជាអញ្ចឹងគឺដោយសារតែលោក Thomas Andrew គាត់ទៅនិយាយពីរឿងជនភៀសសឹកវិលទៅលំនៅឋានវិញអត់បានណែវារឿងចៃដន្យអញ្ចេះអញ្ចឹងបើទៅវិញអត់បានអញ្ចឹងម្នាក់ក៏ទៅអត់បានដែរដើម្បីឲ្យត្រូវនឹងតែទៅអត់បានតែទៅបានគាត់និយាយថាប្រជាពលរដ្ឋខ្មែរជនភៀសសឹក22281នាក់ទៅអត់បានទេប៉ុន្តែម្សិលមិញទៅបានម្នាក់ពីរទៀតអញ្ចឹងវាត្រូវនៅទៅបានទៀតអញ្ចឹងវាត្រូវតែទៅអត់បានអញ្ចឹងហ្មងអញ្ចឹងគឺមិនត្រូវស្រួលឲ្យទៅបានទេក្នុងរយៈពេលហ្នឹងទុកសិនតើតែលោក Thomas Andrew ទៅវិញអាចទៅបានខ្លះវិញទៀតឬក៏ទុកអត់ចឹងវាមិនមែនរឿងអីភ្ញាក់ផ្អើលខ្ញុំមិនចង់និយាយរិះគន់រដ្ឋាភិបាលអីថាចេះតែរិះគន់ចុះបើគ្នាទៅអត់បានអញ្ចឹងបើថៃវាមិនអោយទៅវាថៃរីកាអញ្ចឹងទៅវាថៃខ្ញុំមានអីខ្ញុំរីកាអញ្ចឹងបានគាត់តែវាឆ្ងល់ដោយលោក Thomas Andrew អញ្ចឹងគាត់ឆ្ងល់ហេតុអីបានជា scam ហ្នឹងឃើញប្រយុទ្ធប្រឆាំងបិទរាប់រយកន្លែងអត់ឃើញចាប់បានត្រីធំមួយសោះចាប់បានតែម្បាទហើយចុះមន្ត្រីដែលពាក់ព័ន្ធមានឈ្មោះកលួងនៅក្នុងនេះហ្នឹងវាទៅណាគាត់ឆ្ងល់ខ្ញុំក៏ឆ្ងល់ក៏ប្រថៃក៏ឆ្ងល់ហើយចាំមកជេរខ្ញុំដែរក៏ឆ្ងល់ចឹងចាំមិនជេរលោក Thomas Andrew ចុះឆ្ងល់អីបើគេចាប់បាន Gen Z គេចាប់បានលីសុងគេចាប់បានលីគួងគេចាប់បានផ្កាយប្រមាណគេដកតួនាទីអ្នកនេះអភិបាលរតនគិរីអីចេះឡាមកណក៏ដឹក3000អ្នកកំពុងតែនីតិវិធីអីចាំមើលផងណាមិនជេរលោក Andrew ដែរទៅតែលោកអត់មានតែឆ្ងល់រឿងអញ្ចឹងទេគឺគាត់ឆ្ងល់ចាស់ឈ្មោះអុកញ៉ាអីធំហ្នឹងហេតុអីក៏ចាប់បានមួយសោះតែប៉ុណ្ណឹងដូចគ្នាឥឡូវមុនរ៉េតឆ្ងល់ចឹងដែរតែមិនអីទេបងប្អូនខ្ញុំអរឲ្យតែបងប្អូនយើងបានវិលទៅលំនៅឋានវិញទៅព្រោះអីផ្ទះគាត់វាគ្មានកន្លែងណាប្រសើរជាងផ្ទះយើងទេបងប្អូនសន្តាគារនៅសៀមរាបធ្វើយុទ្ធនាការបញ្ចុះតម្លៃរហូតពាក់កណ្ដាលដើម្បីស្ដារការធ្លាក់ចុះភ្ញៀវទេសចរបាទនេះគឺជាការល្អដែរខ្ញុំកោតសរសើរក្រសួងទេសចរនិងសន្តាគារលំដាប់ផ្កាយ5ឬក៏សន្តាគារទេសចរអីនៅខេត្តនេះគឺគេរៀបចំយុទ្ធនាការបញ្ចុះតម្លៃពិសេសសម្រាប់ភ្ញៀវទេសចរដែលទៅធ្វើដំណើរទៅខេត្តសៀមរាបតម្លៃពិសេសនេះគឺចាប់ពីខែសីហានេះទៅថ្ងៃទី1នេះទៅគឺអ្នកដែលកក់សន្តាគារឬក៏កញ្ចប់សេវាទេសចរហ្នឹងគឺអាចទទួលការចុះតម្លៃពី10%រហូតដល់ពាក់កណ្ដាលគឺ50%សន្តាគារផ្កាយ5ផ្ទះសំណាក់អីផ្សេងហ្នឹងគឺអីហ្នឹងគេអាចចុះច្រើនដោយសារតែបើយើងទៅ book កក់ទៅគេមានស្អី Cambodia One.com គេឲ្យចុះទៅមើល website ស្រុកអាមេរិកឬក៏អ្នកផ្សេងទៀតដែលបានដឹងដំណឹងហ្នឹងជួយផ្សព្វផ្សាយបន្តផងឲ្យទៅចូលលេងនៅស្រុកខ្មែរនៅពេលនេះកក់តាម cambodiawonder.com ហ្នឹងទៅយើងនឹងអាចស្នាក់នៅសន្តាគារហ្នឹងតម្លៃត្រឹមតែពាក់កណ្ដាលទេបើពីមុនមកបន្ទប់100ឥឡូវគេយកតែ$50អីអញ្ចឹងទៅគឺដោយសារអីគេចង់ឲ្យមានភ្ញៀវទេសចរតាក់ទាញទាំងស្រុកទាំងក្នុងស្រុកទាំងក្រៅស្រុកឲ្យចូលទៅលេងខ្ញុំលើកទឹកចិត្តបងប្អូននិយាយឲ្យស្មោះត្រង់ខ្ញុំលើកទឹកចិត្តឲ្យបងប្អូនណាដែលបានដំណឹងនឹងជួយគ្នាផងព្រោះគ្នាលងទឹកដែរបងប្អូនប្រជាពលរដ្ឋអ្នកលក់វត្ថុអនុស្សាវរីយ៍អីតាមប្រាសាទតាមអីធួរហ្គៃអគ្គមគ្គុទេសទេសចរអីអ្នករត់ផាសអាប់រក់អីគូគំនូអីគ្នាដាច់ពុះឲ្យបងប្អូនអត់មានភ្ញៀវទេភ្ញៀវយើងធ្លាក់ចុះដល់ទៅ50%ទៅហើយនិយាយទៅគឺចុះ
ច្រើនមែនតើដើមឆ្នាំនេះបានតែប្រមាណ10តែ1លាន8សែនទេរាល់ដងម៉ោងនេះប្រហែលជា3លានជាងហើយបងប្អូនទៅគ្នាវេទនាជាពាក់បំណុលធនាគារអញ្ចឹងអ្នកណាចង់ទៅលេងទៅគេគេចោះតម្លៃអីហ្នឹងជួយគ្រប់គ្រងគ្នាផងអឺភ្ញៀវទេសចរនេះគឺថៃចុះតែ3%ទេគេនៅប្រហែលជា7 10លានដែរ6ខែវៀតណាមក៏គេបានប្រហែលជា10លានជាងដែរគេឡើងដល់15%នោះភ្ញៀវគេនិយាយទៅចុះតែខ្មែរទេ50%ដោយសារតែយើងបញ្ហាច្រើនណាស់តែខ្ញុំអាណិតបងប្អូនប្រជាពលរដ្ឋវាមិនស្លាប់អ្នកកាន់អំណាចឬក៏គ្រួសារគេដែលមានបានអុកញ៉ាហ្នឹងទេវាស្លាប់តែយើងអ្នកដែលលក់នំក្រូចនំអាកោឬក៏អាកោខ្ទិះអាកោត្នោតនៅបដាក់នៅអីហ្នឹងដែលគ្នាអត់ភ្ញៀវណាបងប្អូនចឹងខ្ញុំលើកទឹកចិត្តឲ្យបងប្អូនជួយគ្រប់គ្រងក្នុងពេលគ្រាក្រហ្នឹងជួយគ្នាទៅបាទបន្តទៀតតកតងនឹងរឿងលោកត្រាំប្រកាសផ្អាកទម្លាក់គ្រាប់លើអ៊ីរ៉ង់សិនក្រោយមានតម្រុយចរចាគ្នាឡើងវិញអើយវាយគ្នាឡើងតត្រង់ខ្លួនណាឥឡូវលោកត្រាំនឹងដូចក្មេងវាមដៃដែរម្ដងចេះម្ដងចុះអាសង្គ្រាមនឹងថាចាប់ហើយខ្ញុំនឹងផ្សាយឡើងចង់ឈួតតាមលោកត្រាំដែរគាត់ថាចាប់ហើយ3អាទិត្យ4អាទិត្យចាប់ហើយស្រាប់មកមានបត់ឈប់បាញ់ឥឡូវឈប់បាញ់ឥឡូវបាញ់គ្នាទៀតហើយឥឡូវឈប់បាញ់នឹងលុបចោលឥឡូវបាញ់មកប្រាវទៀតឥឡូវចាំចរចាឥឡូវឈប់ចរចាណាឥឡូវសង្គ្រាមហ្នឹងវាបិទហើយឥឡូវអ៊ីរ៉ង់ហ្នឹងខ្ទេចខ្ទីអស់ហើយអត់អាចតដៃបានទេឥឡូវទាហានអាមេរិកស្លាប់ថែម4នាក់ទៀតឥឡូវកើនឡើងដល់18នាក់អូឥឡូវចេះទៀតហើយឥឡូវឈប់ចរចាអត់ប្រយោជន៍ទេព្រោះចរចាហ្នឹងវាអីណាមេដឹកនាំអ៊ីរ៉ង់ហ្នឹងសិតតែមនុស្សឈួតទៅស័យប្រសាទអីណាចរចាមិនបានទេឈប់និយាយនាំទៅរវល់ណាចរចាអីទៅវាយរហូតចឹងទៅហើយក្រោយមកថាំងបើវាយហ៊ានតែប៉ះនៅកប៉ាល់ដឹកប្រេងនៅច្រកហាមូសនឹងដុតដុតណែកំតិចស្ពានកំតិចកន្លែងថាមរោងចក្រផលិតធម្មពលអគ្គិសនីរបស់អ៊ីរ៉ង់អីឡាក់នឹងឡាក់បាញ់ថែមរហូតឥឡូវបានមួយអាទិត្យហើយយើងមួយអាទិត្យក្រោយចប់ហើយទម្លាក់គ្រាប់លើក្រោយនេះឥឡូវអត់ទេថែមមួយអាទិត្យទៀតអូឥឡូវ41ថ្ងៃអូឥឡូវអត់ឈប់សោះហើយដល់ពេលឥឡូវគាត់ថាឥឡូវផ្អាកសិនមិនមែនឈប់ទេផ្អាកទម្លាក់គ្រាប់លើអ៊ីរ៉ង់ស្អីចរចាស្អីបើគេថាឈប់ចរចាហើយហ្នឹងហើយចោះត្រែងថាអ៊ីរ៉ង់ហ្នឹងខាងខ្ទេចខ្ទីអស់ហើយណានៅអាមេរិកនេះគេជន់គាត់ខ្លាំងពេកគឺគេអស់អីលេចទៅគឺគេអស់សង្ឃឹមលើលោកត្រាំដែរកុហកគេពេកដូចថាគាត់ខ្លាចគេថាវាយនៅអ៊ីរ៉ង់ក៏វាយប្រាវប្រេងឡើងថ្លៃគុណនឹង2ដងប្រជាពលរដ្ឋថាខែងវាយអ៊ីរ៉ង់ដើម្បីប្រេងចុះថោកឥឡូវឡើងថ្លៃណាណាសងថ្លៃប្រេងគាត់ថាធ្វើមិនបើប្រេងវាឡើងទៅប្រេងក៏ឡើងស្អីក៏ឡើងគ្រប់រឿងប្រជាពលរដ្ឋររឿងចុះគេសួរសង្គ្រាមកាលចប់គាត់ថាសង្គ្រាមចប់ហើយតាអ៊ីរ៉ង់ខ្ទេចហើយតាណាស់តាអាមេរិកតាដែលមិនទាន់ចង់បញ្ចប់វាដល់ចេះទៀតបងប្អូនរឿងនេះរឿងនយោបាយទេអញ្ចឹងបើថាអាបោះឆ្នោតទម្លាក់លោកត្រាំខែវិច្ឆិកាឆ្នាំ2026នេះវានៅសល់បាំងមើលខែនេះខែសីហាមិនអញ្ចឹងហ៎សីហាកញ្ញាកក្កដាតុលាវិច្ឆិកានៅសល់តែ3ខែជាងទៀតទេដូច្នេះអូហែតណាត់តណែអញ្ចឹងរហូតដល់ជិត3ខែទៀតហើយអ៊ីរ៉ង់ចាំតែទ្រាំគ្រាប់អ៊ីរ៉ង់ចោតអាមេរិកថាកុំជឿអាមេរិកបាញ់អីក៏បាញ់ទៅសង្គ្រាមចិត្តសាស្ត្រទេចង់ធ្វើអីធ្វើទេអ៊ីរ៉ង់នៅតែត្រៀមខ្លួននៅត្រង់សេចាំតែកើបទៅត្រូវតខ្លះត្រូវអីខ្លះចឹងទៅតែប៉ុណ្្នឹងឯងវាអត់ទៅមុខទេបងប្អូនអ៊ីរ៉ង់នេះអត់ទៅមុខនឹងពិបាកត្រង់ម្យ៉ាងអ៊ីរ៉ង់ជារបបផ្ដាច់ការដោយរបបខ្មែរក្រហមអញ្ចឹងសម្លាប់មនុស្សដែលនៅក្នុងបកប្រឆាំងអស់ហើយដូច្នេះរកអ្នកទៅជំនួសអត់បានអ្នកណាហ៊ានឡើងមកគេព្យួរកដូច្នេះអ៊ីរ៉ង់គ្នាយ៉ាប់មែនតើដែរពួកអាមេរិកក៏មិនដឹងទៅជួយអាម៉េចព្រោះទៅយកតបអាមេរិកប្រជាប្រដ្ឋអាមេរិកទៅដឹកនាំប្រទេសគេក៏អត់បានដែររំលោភរដ្ឋអធិបតេយ្យបើវាយពីលើវាយបានតែពីលើហ្នឹងអានោះនៅក្នុងក្រោមដីចង់អស់តើតែបិទរូងចាក់ទឹកហ្មងដូចកដោដូចសัตว์ស្អីចង្រិតដូងកត្រលបាទឥឡូវខ្ញុំស្លេះប៉ុណ្ណឹងសិនណាបងប្អូនយប់ជ្រៅណាស់ទៅហើយសូមជម្រាបលាបងប្អូនត្រឹមវេលានេះយើងជួបគ្នានៅរាត្រីថ្ងៃច័ន្ទទៀតរាត្រីសួស្តីបងប្អូននៅស្រុកខ្មែរតាមពិតរាត្រីស្អីចូលដល់ភ្លឺហើយហ្នឹងម៉ោងនេះម៉ោង1លើហើយនៅកម្ពុជាចូលដល់ថ្ងៃទី3ខែសីហាថ្ងៃច័ន្ទហើយហ្នឹងអញ្ចឹងជួបថ្ងៃច័ន្ទនេះជួបគ្នាទៀតបងប្អូនអរគុណសូមជម្រាបលាហើយរីករាយថ្ងៃចុងសប្តាហ៍នេះសម្រាប់បងប្អូននៅសហរដ្ឋអាមេរិកនិងទីផ្សេងបាទសូមអរគុណសូមជម្រាបលា